ហើយអ្វីបានជាត្រីសាឌីនកំពុងគឺកំពុងតែពេញនិយមខ្លាំងនៅសហរដ្ឋអាមេរិកបន្ទាប់ពីលោកអ្នកបានឃើញរបៀបដែលគេធ្វើហើយខ្ញុំហ៊ានភ្នាល់ថាលោកអ្នកនឹងស្រឡាញ់ជាប់ចិត្តទៅនឹងត្រីសាឌីនកំប៉ុងនេះនៅពេលដែលត្រីសាឌីនចាប់ផ្ដើមបន្តពូជអ្នកនេសាទក៏ប្រញាប់ប្រញាល់ចេញទូករបស់ពួកគេទៅចាប់វានៅក្នុងសមុទ្រជ្រៅក្នុងអំឡុងពេលបន្តពូជត្រីសាឌីនគឺពួកវាងាយនឹងត្រូវគេចាប់ខ្លាំងណាស់ដូច្នេះអ្នកនេសាទអាចចាប់ពួកវាបានក្នុងបរិមាណច្រើនដោយមិនចាំបាច់ប្រឹងប្រែងចាប់នៅក្នុងរដូវផ្សេងទៀតត្រីសាឌីនដែលទើបគេចាប់បានមកថ្មីត្រូវបានគេបញ្ជូនយ៉ាងលឿនទៅកាន់រោងចក្រត្រីខកំប៉ុងដើម្បីរក្សាភាពស្រស់របស់វានៅពេលដែលត្រីសាឌីនមកដល់រោងចក្រពួកវាក៏ត្រូវបានគេសម្អាតយ៉ាងហ្មត់ចត់ដំបូងឡើយគឺគេកាត់ព្រួយវះពោះនិងយកសរីរាង្គខាងក្នុងចេញបន្ទាប់មកកាត់ក្បាលនិងកាត់កន្ទុយត្រីសាឌីនដែលសម្អាតហើយគឺត្រូវបានគេចម្អិនដើម្បីធានាសុវត្ថិភាពចំណីអាហារបន្ទាប់ពីគេចម្អិនត្រីសាឌីនរួចហើយវាក៏ត្រូវបានគេដាក់ទៅក្នុងកំប៉ុងតាមស្តង់ដារជាក់លាក់គេអាចបន្ថែមគ្រឿងទេសរាវផ្សេងគ្នាដូចជាប្រេងបន្លែប្រេងអូលីវឬក៏ទឹកប៉េងប៉ោះជាដើមបន្ទាប់ពីនោះមកត្រីនិងគ្រឿងទេសគឺត្រូវបានគេបន្ថែមទៅក្នុងកំប៉ុងបុគ្គលិកនឹងបិទវាឲ្យជិតដើម្បីធានាថាគ្មានការចូលខ្យល់ត្រីសាឌីនមានរសជាតិសមុទ្រប្លែកហើយពួកវាមានរសជាតិប្រៃតិចនិងជាតិខ្លាំងណាស់ដោយសារតែត្រីសាឌីនជាត្រីមានខ្លាញ់សាច់របស់វាគឺរឹងប៉ុន្តែមិនរឹងណាស់នោះទេប្រេងបានធ្វើឲ្យត្រីសាឌីនមានសំណើមការពារកុំឲ្យវាស្ងួតតើលោកអ្នកចូលចិត្តត្រីសាឌីនកំប៉ុងទាំងនេះឬទេ